អ្នកជំងឺបេះដូងទាំងអស់គឺគាត់អាចលេងកីឡាបានព្រោះពេលដែលគាត់កើតជំងឺបេះដូងហើយគឺយើងមានវិធីអានេះយើងហៅថាស្ដារលទ្ធភាពបេះដូងកត្តាដែលនាំឲ្យកើតជំងឺស្ទះសរសៃឈាមបេះដូងគឺមានច្រើនតាក់ទងនឹងទី1គឺភាគច្រើនកត្តាដែលយើងអាចកែប្រែបានន័យថាតាក់ទងនឹងអាយុរបស់អ្នកជំងឺតាក់ទងនឹងវ័យចាស់របស់គាត់តាក់ទងនឹងភេទរបស់គាត់ដែលភេទប្រុសគឺច្រើនជាងភេទស្រីនិងទី3គឺតាក់ទងនឹងកត្តាតំណពូជរបស់គាត់ក្រៅពីនេះមានកត្តាផ្សេងមួយចំនួនទៀតជាកត្តាកើតថ្មីឧទាហរណ៍ដូចជាអ្នកដែលគាត់មានជំងឺលើសឈាមជំងឺទឹកនោមផ្អែមគាត់លើសខ្លាំងគាត់ជក់បារីឬក៏អ្នកដែលគាត់អត់បានធ្វើលំហាត់ប្រាណឬក៏គាត់អត់ធ្វើអីសោះគាត់មានលើសគីឡូហើយផ្សេងពីនឹងទៀតជំងឺទឹកនោមផ្អែមឬក៏គាត់លើសឈាមពេលមានទម្ងន់នឹងតាក់ទងនឹងជំងឺមួយចំនួនទៀតឧទាហរណ៍ជំងឺដែលគាត់មាន auto antibody មួយចំនួនគឺធ្វើឲ្យគាត់ប្រឈមមុខខ្ពស់នឹងការជំងឺស្ទះសរសៃឈាមបេះដូងដូចគ្នាមនុស្សប្រុសអាយុលើសពី45និងមនុស្សស្រីអាយុលើសពី55គឺគាត់អាចប្រឈមនឹងការជំងឺស្ទះសរសៃឈាមបេះដូងតែมันបានន័យថាអ្នកដែលគាត់ក្មេងជាងនឹងអត់កើតទេបើសិនជាយើងគិតទៅចាប់ពីយើងអាយុ25ឡើងមកយើងឃើញមានករណីស្ទះសរសៃឈាមបេះដូងដូចគ្នាអាយុលើសពី65ឆ្នាំភាគរយដែលស្ទះនេះគឺមានច្រើនការលើកចេញនៃរោគសញ្ញាគឺយើងចែកទៅពីធំទេទី1បានន័យថាយើងហៅថាជំងឺស្ទះសរសៃឈាមបេះដូងស្រួចស្រាវដែលសុកគឺសរសៃឈាមបេះដូងរបស់គាត់ស្ទះភ្លាមដែលឲ្យគាត់ចេញរោគសញ្ញាភ្លាមចំណាំនិយាយថាជំងឺគាំងបេះដូងអញ្ចឹងធម្មតាបើសិនជាយើងអត់ដែលមានរោគសញ្ញាអីសោះស្រាប់តែសុកយើងមានចេញឈឺទ្រូងខ្លាំងដែលចាក់ទៅកចាក់ទៅដៃចាក់ទៅខ្នងឬក៏មួយទៀតសុកចេញហត់ភ្លាមចេញស្រាលក្បាលចេញជាក្អួតចង្អោឬក៏មួយទៀតមានសញ្ញាថាយើងដូចជាចង់ដាច់ខ្យល់ទៅម្ដងអាហ្នឹងគឺជាសញ្ញានៃសញ្ញាព្រមាននៃការគាំងបេះដូងចឹងអ្នកជំងឺហ្នឹងគួរតែត្រូវមកមន្ទីរពេទ្យឲ្យលឿនបំផុតតាមតែអាចធ្វើទៅបានការលើកចេញរោគសញ្ញាទី2យើងហៅថាជំងឺស្ទះសរសៃឈាមបេះដូងរ៉ាំរ៉ៃដែលភាគច្រើនទុកពេលឲ្យអ្នកជំងឺនិងគ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យបានឧទាហរណ៍ដូចជាឈឺទ្រូងឬក៏គាត់ហត់នៅពេលដែលគាត់ហាត់ប្រាណឬគាត់ធ្វើអីមួយបើសិនជាគាត់ជាអ្នកជំងឺដែលស្ទះសរសៃឈាមបេះដូងស្រួចស្រាវធម្មតាគាត់ត្រូវការរយៈពេលសម្រាប់ពេទ្យអាចពី3ទៅ5ថ្ងៃបើសិនជាមិនមានផលវិបាកអីទេគាត់អាចធ្វើចេញបានអញ្ចឹងបន្ទាប់ពីនឹងមកគឺគាត់ត្រូវការចំណាយបានន័យថាពេលវេលាជាមួយថវិការបស់គាត់មួយជីវិតព្រោះវាជាប្រភេទជំងឺរ៉ាំរ៉ៃដែលគាត់ត្រូវការញ៉ាំថ្នាំជាមួយគាត់ត្រូវការណាត់ជួបវិជ្ជបណ្ឌិតឲ្យបានទៀងទាត់តែបើសិនជាក្នុងករណីអ្នកដែលគាត់មានផលវិបាកឧទាហរណ៍ដូចខ្សោយបេះដូងត្រឹម3ខែទៅ6ខែគឺគាត់ត្រូវណាត់ជួបគ្រូពេទ្យម្ដងក៏ប៉ុន្តែថ្នាំរបស់គាត់ទាំងអស់គឺជាថ្នាំដែលត្រូវការលេបមួយជីវិតអញ្ចឹងដើម្បីការពារជំងឺស្ទះសរសៃឈាមបេះដូងបានទី1យើងត្រូវការហូបចុករបស់យើងនឹងត្រូវជាអាហារដែលផ្ដល់សុខភាពល្អឲ្យយើងឧទាហរណ៍យើងត្រូវហូបសាបជាងមុនដែលយើងញ៉ាំអំបិលតូចជាង5ក្រាមក្នុងមួយថ្ងៃពពួកខ្លាញ់សត្វគឺយើងត្រូវជៀសវាងដូចគ្នាយើងអាចញ៉ាំពពួកខ្លាញ់ល្អឧទាហរណ៍ពពួក omega 3យើងអាចញ៉ាំបន្លែផ្លែឈើឲ្យគ្រប់គ្រាន់តាក់ទងទី2គឺតាក់ទងជាមួយនឹងលំហាត់ប្រាណ40នាទីក្នុងមួយថ្ងៃមួយអាទិត្យធ្វើបាន5ដងគឺល្អសម្រាប់សុខភាពរបស់គាត់ដូចគ្នា